វាក្នុងស្រែដែលរស់ហើយតែមិនទាន់ព្រោះនេះវគ្គសាទី2ដែលគាត់រស់រួចរាល់ហើយតែមិនទាន់បានយកគ្រាប់ពូជមកព្រោះវគ្គទី2នេះប្រឈមមុខនឹងសត្វកណ្ដោច្រើនណាស់បងប្អូនប៉ុន្តែធ្វើម៉េចឯនេះបើមិនធ្វើមិនមានការងារធ្វើបានហើយក៏ចុះថោកទៀតចឹងមានអីទេបងប្អូនអើយមានតែប៉ុណ្្នឹងឯងខំទៅនេះប្រើក្លេថង2មានគ្រឿងសម្រាប់រស់នេះជួបទៅនឹងបាទក្មេងៗកំពុងលេងបាល់មើលអត់ច្បាស់ទេសាប់ថតអត់ច្បាស់បងប្អូនអធិស្ឋានផងលឺអស់លេងឲ្យប៉ុណ្ណឹងប៉ុន្តែមេឃក៏វាចិត្តល្ងឹតចិត្តចូលរុនដែរបងប្អូនបាទអញ្ចឹងមើលទៅឃើញស្ទង់អញ្ចឹងជាស្រ័យនេះវងគូដែលគាត់ឡើងទៅសម្រាប់ផ្ទះវិញហើយខាងក្រៅនេះគឺម្ចាស់គាត់មានទេសេចក្តីស្រណុកខំធ្វើការទាំងកើតទឹក